មួយរយៈពេលថ្មីនេះខ្ញុំសង្កេតឃើញថាមានបងប្អូនជាច្រើនគាត់ចាប់អារម្មណ៍ទៅលើការ trading ហើយក៏មានគ្នាយើងខ្លះគាត់បានធ្វើការបា account ហើយដាក់លុយហើយគាត់បានសួរខ្ញុំថាមិនបា account គាត់ដាក់លុយហើយត្រូវអត់កើតអញ្ចឹងហើយខ្ញុំក៏បានធ្វើការជួយចែកគាត់មើលទៅក៏ឃើញថា leverage ដែលគាត់កំពុងតែប្រើហ្នឹងគឺទូចខ្លាំងពេកអញ្ចឹងធ្វើឲ្យខ្ញុំមានអារម្មណ៍គិតថាចុះគាត់អត់ស្គាល់ leverage អីគេទេមូលដ្ឋានគាត់អត់ដឹងទេតែគាត់ហ៊ានបា account នេះដាក់លុយដើម្បី trade ទៀតបើតាមណាងនិយាយមិញអាហ្នឹងគេហៅថាមូលដ្ឋានគ្រឹះអញ្ចឹងមូលដ្ឋានគ្រឹះនេះបើយើងបកត្រឡប់ទៅបទពិសោធន៍ណាងវិញតាំងពីយើងធ្វើឥឡូវចូលប្រហែលឆ្នាំហើយ6 7ឆ្នាំហ្នឹងណា7 8ឆ្នាំហើយពេលជំនាន់ណាងតើណាងទៅសិក្សាពីមូលដ្ឋានគ្រឹះហ្នឹងនៅខាងណាតាមរយៈអីគេដោយរបៀបណាវិញអូខេអញ្ចឹងបើតាមពីប្រហែលឆ្នាំមុនការផ្សព្វផ្សាយនិងការចែករំលែកវាអត់សូវទ្រង់ទ្រាយពាក់ព័ន្ធជាមួយនឹងមូលដ្ឋានទេកាលពីមុនដែលខ្ញុំទៅចាប់ផ្ដើមហ្នឹងក៏វាមិនខុសពីឥឡូវដែរពាក់ព័ន្ធជាមួយនឹងការបើក account ដាក់លុយគឺវាមានតែប៉ុណ្្នឹងទេវាអត់មានលើសហ្នឹងទេតែបើសិនជាយើងចង់ដឹងមូលដ្ឋានទាំងអស់អ្វីដែលខ្ញុំអាចនិយាយបានកាលពីមុនខ្ញុំរៀនគឺខ្ញុំបើក account នេះមកខ្ញុំបើក account នេះមកទៅខ្ញុំអង្គុយមើលអញ្ចឹងណាតោះតែខ្ញុំមើលទៅឃើញកន្លែងណាខ្ញុំឆ្ងល់បាទខ្ញុំទៅ research ហើយនិយាយទៅខ្ញុំអត់អាចដឹងពីមូលដ្ឋានមកទាំងអស់ហើយខ្ញុំយក demo account ហ្នឹងយកមកសាករបៀបយើង trade លេងអញ្ចឹងណាតោះយើងមានកន្លែងណាដែលឆ្ងល់អូ pip នឹងជាអី leverage ជាអី spread នឹងជាអីបាទខ្ញុំទៅ research មើលហើយអ្វីដែលខ្ញុំបានធ្វើការរៀនពីកម្រិតមូលដ្ឋានកាលពីជំនាន់ហ្នឹងគឺខ្ញុំមើលទៅលើ website Baby Pip Baby Pip ហ្នឹងគឺទូលំទូលាយមែនទែនសម្រាប់អ្នកដែលគាត់ទៅចាប់ផ្ដើមជាលក្ខណៈ beginner មូលដ្ឋានគឺខ្ញុំរៀនពីហ្នឹងមកអូខេអញ្ចឹងកន្លែងនេះខ្ញុំក៏ចង់សួរទៅកាន់ជីវិតដូចគ្នាសួរថាតើមូលហេតុអីគេនិងកត្តាអីគេដែលធ្វើឲ្យអ្នកថ្មីគាត់ចាប់ផ្ដើមចាប់អារម្មណ៍ទៅលើវិស័យ trading ហើយគាត់អត់ទាន់ដឹងពីមូលដ្ឋានសោះហ្មងគឺគាត់ហ៊ានបើ account ដាក់លុយដើម្បី trade អញ្ចឹងមានន័យថាអ្វីដែលយើងឆ្ងល់ថាតើកត្តាគេខ្លះដែលជំរុញឲ្យគាត់ហ៊ានធ្វើទៅដល់ចំណុចមួយហ្នឹងទាំងដែលគាត់អត់ទាន់យល់ពីមូលដ្ឋានសោះបើតាមយោបល់ខ្ញុំចេះស្ដែងអ្វីដែលយើងជួបហ្មងយើងយូរឆ្នាំដែរយើងដឹងណា Yes ហេតុផលដែលគាត់មិនទាន់ចេះមូលដ្ឋានសោះហើយទៅបើ account trading ហ្មងដោយសារតែការផ្សព្វផ្សាយភាគច្រើនគឺផ្សព្វផ្សាយអំពីក្រុមហ៊ុនការដាក់លុយវិនិយោគ trade បានផលចំណេញអញ្ចឹងធម្មតាធ្វើឲ្យគាត់អត់ដឹងថាតើជំហាននីមួយវាត្រូវ1 2 3 4ដោយរបៀបម៉េចអ្វីដែលយើងបង្ហាញទៅនេះវាចូលជំហានទី5ទី6ហើយអញ្ចឹងវាធ្វើឲ្យបាត់រូបភាពនៅជំហានទី1ទី2ទី3ទី4អញ្ចឹងនៅពេលដែលអ្នកថ្មីគាត់ចូលមកអ្វីដែលគាត់សួរនឹងបារម្ភជាងគេហ្មងគាត់សួរយើងថាតើខ្ញុំដាក់លុយនៅតាមរយៈអីគេ broker មួយណាក៏ប៉ុន្តែបើយើងនិយាយវិញណាសម្រាប់អ្នកយើងនៅ level 10នេះគឺសម្រាប់យើងអត់សំខាន់ទេ broker សំខាន់យើងត្រូវដឹងពី1រហូតដល់9តែអ្នកថ្មីចូលមកគឺចង់ skip រហូតទៅដល់ថាពាក់កណ្ដាលទីយកបណ្ដោយមិនមែនថាគាត់ចង់ទេតែគាត់អត់ដឹងលំដាប់លំដោយអត់មានការបង្ហាញពីលំដាប់លំដោយទៅឲ្យគាត់តែជាក់ស្ដែងហ្មងអ្វីដែលយើងត្រូវដឹងសិក្សាពីមូលដ្ឋានគ្រឹះពាក្យខ្ញុំនិយាយថាមូលដ្ឋានគ្រឹះនេះខ្ញុំមិនមែននិយាយការបើក account trade ទេការបើក account trade វាជាជំហានទី5ទី6ទៅហើយជំហានទី1ទី2ទី3ដែលទាំងអស់គ្នាត្រូវដឹងគឺសិក្សាអំពីមូលដ្ឋានគ្រឹះថាតើ forex គឺជាអ្វី Yes ជួយដូរលើអ្វីខ្លះតើ function ឬមួយក៏ឧបករណ៍នីមួយដែលយើងប្រើនេះ MetaTrader 4 MetaTrader 5 នេះ lot size គឺជាអីគេ spread គឺជាអីគេការគណនា 0.01 ហ្នឹងគឺជាអីគឺយើងត្រូវតែចេះពីមូលដ្ឋានគ្រឹះទាំងអស់ក៏ប៉ុន្តែមូលដ្ឋានគ្រឹះនេះខ្ញុំគិតថាយើងអាចស្រាវជ្រាវដោយខ្លួនឯងបានច្រើនឬមួយក៏យើងអាចរកខាងណាមួយទៅរៀនសូត្រពីគេយើងស្វែងរកកន្លែងរៀនព្រោះដោយសារតែវិស័យមួយនេះវាមិនមានសាលាណាមួយជាក់លាក់ទេអញ្ចឹងខ្លួនយើងគឺត្រូវតែស្វែងរកកន្លែងរៀនចំណុចមូលដ្ឋានគ្រឹះ1 2 3 4នឹងឲ្យចេះអស់ហើយសាកល្បងជាមួយ demo ដូចណាងនិយាយមិញអញ្ចឹងសាកល្បងជាមួយ demo រហូតតតែខ្លួនឯងថ្នឹកដៃឲ្យស្គាល់គណនាចេញជាលេខតួលេខមកដោយមិនចាំបាច់ប្រើ cash show បន្តមកទៀតចាប់ដើមដាក់លុយប្រកបក្នុងការ trading ហើយបើយើងដាក់លុយប្រកបក្នុងការ trading មុននឹងដល់ជំហាននោះជំហានទី4គឺយើងត្រូវការសិក្សាអំពី technical analyze ជាមួយនឹងការវិភាគទៅលើព័ត៌មានការវិភាគក្រាបភាគព័ត៌មានបើ account trading ផលខាតផលចំណេញវាអាស្រ័យទៅលើអ្វីដែលយើងបានសិក្សាពី1ដល់4នឹងឯងអញ្ចឹងអានោះមូលហេតុដែលខ្ញុំគិតហ្នឹងគឺដោយសារតែការផ្សព្វផ្សាយគឺម្លងទី1ទី2ទី3អញ្ចឹងបើធ្វើឲ្យពួកគាត់ skip ចូលដំណាក់កាលបើ account trading យកមកទាំងខ្លួនឯងមិនស្គាល់ថាតើ lot size គឺជាអីគេ spread គឺជាអីក៏គាត់ស្គាល់ដែរអញ្ចឹងសម្រាប់ការយល់ឃើញរបស់ខ្ញុំវិញដែលខ្ញុំគិតថាពួកគាត់ថ្មីដែលចង់ចាប់ផ្ដើមទៅលើការ trading ទាំងដែលក៏អត់ទាន់ដឹងពាក់ព័ន្ធជាមួយនឹងកម្រិតមូលដ្ឋានការប្រើប្រាស់ជិះមកទៅដូចយើង
vô tele mà phở tại giờ đang ta function đang chạy kịch lại chẳng đấy chỉ những cái thà chạy để xe tại cam sập sái video viral khang pe bẹp phòn chừng mình cái thơ lifestyle môi chân luôn chẳng quạt tua quạt ở chắp vào với con mình chắp vào pe nó quạt trong xạ sân này thà vì dạng mà chẳng này vì mà khang từ hay bờ sân chỉ pe để quạt xạ nó mưa tới biển chẳng anh thì còn mưa tới với tùm đó quạt bạc quạt chỉ là chắp vào mà mù thà nó bị ra đây là bảo môi chứ quạt trong hiện tại coi còn rộng với ta xã sân vì mà chứ mà tăng ca vô khơi mà nhóm nhưng cái tha bây giờ quạt thưa nó cứ quạt còn ở trong xã sân thì tại bờ sân thì xã tới vì mà đôi ở vậy để kia trong ban vì mà đôi ở vậy để kịp sập sai thì cô vì ở đôi ở vậy để quạt khơi nhé nhưng chưa tha được trâu đọc nhẹ chứ từ bình bảy buồn đẹp bắt này hay nhẹ này nơi này cái tha sờ lạnh trôi chất cứ nơi bị nhẹ từ chứ mà ca vô khơi mà nhóm cứ nhóm vô khơi tha quạt còn tại trong xã là bong thì đời xa thì nhung sừng kết khơi này chuẩn luôn lui để con đã nắng có vị ở sơi chờ này ចឹងសម្រាប់អ្នកថ្មីអ្វីដែលខ្ញុំចង់ផ្ដាំអ្នកទាំងអស់គ្នាថានៅក្នុងវិស័យនេះបើចង់ប្រឡូកវាត្រូវតែមានផ្លូវចិត្តរឹងមាំហើយរែងវិធល្អនិងចំណេះដឹងគ្រប់គ្រាន់ចាំប្រឡូកព្រោះអីអ្នកនរគ្នាឃើញខៀវក៏ត្រូវទទួលស្គាល់មានក្រហមដែរហើយការវិនិយោគទៅលើវិស័យណាក៏ដោយបើគ្មានហានិភ័យគេមិនប្រើពាក្យថាវិនិយោគទេ